Cambodian Idol អ្នកចាត់ audition ឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈបើកម្លាំងខារ៉ាបាវអ្នកតស៊ូដ៏អស្ចារ្យបំពង់ហេតុសៀងភីវអ៊ីវសញ្ញាតាប៉ែធ្វើឲ្យខួរក្បាលស្រស់ថ្លាបន្ថយភាពឈឺចាប់មានបេក្ខនារីម្នាក់ហាក់ដូចជាសកុតសគុំបន្តិចតាមទឹកមុខរបស់នាងបញ្ជាក់ថានាងមានរឿងជាច្រើននៅក្នុងចិត្តនៅពេលនេះធ្វើអារម្មណ៍មិនដែរមានអារម្មណ៍ថាភ័យតែដល់ពេលបានជួបបងហើយជួបមិត្តភ័ក្តិពេលចឹងមានអារម្មណ៍ថាសប្បាយទៅវិញចាខ្ញុំនឹងខំប្រឹងប្រែងចាជូនពរដល់នេះទទួលបានជោគជ័យចាអរគុណច្រើនណាបងចាជំរាបសួរអូនឈ្មោះអីឈ្មោះពៅសុភារនីរ៉ានីអូនអាយុប្រហែលហើយខ្ញុំមានអាយុ25ឆ្នាំបងមានបងប្អូនប្រហែលអ្នកមាន5នាក់បងប្អូនអូនទាំងអស់មានអ្នកណាគេចេះច្រៀងដូចប្អូនឬក៏មានអញ្ចឹងប្អូនស្រីរបស់ខ្ញុំចេះមួយដែរជុំមិនហៅមកបាន2នាក់អត់សូវអបសោះអត់បានបងព្រោះដោយសារគ្នាជាប់ភ្លេងខ្មែរហើយមកហ្នឹងពីណាគេជូនប្អូនមកគូតដឹងរបស់ខ្ញុំមកបងគាត់ជូនមកហើយប្អូនចេះច្រៀងយូរនៅចូលចិត្តតាំងពីទូចបងប៉ុន្តែគ្រាន់ថាខ្ញុំលើកទី1សម្រាប់ជីវិតរបស់ខ្ញុំឯងព្រោះខ្ញុំអត់ដែលមានប្រវត្តិជាអ្នកចម្រៀងឬក៏ជាអាជីពគឺអត់មានសោះដោយសារតែភាពស្រឡាញ់ហើយឪពុកម្ដាយគាត់គឺជាអ្នកសិល្បៈដល់ពេលអញ្ចឹងទៅអារម្មណ៍ស្រឡាញ់ក៏ជំរុញឲ្យនាងខ្ញុំចេះតែស្ដាប់តាមទូរស័ព្ទអីចឹងទៅហើយដល់ពេលអញ្ចឹងចេះមានអារម្មណ៍ថាជំរុញថាកម្លាំងចិត្តខ្លួនឯងមកប្រឡងក៏លោមានសំណាងហើយមានឱកាសដើម្បីមានអនាគតដូចបងអញ្ចឹងអរគុណច្រើនចាបើស្ដាប់ទៅក្រុមគូសាសិល្បៈច្រើនហើយតែអូនទៅតែចាប់យកការប្រកួតនៅក្នុងពេលពេញវ័យនេះទេអញ្ចឹងតើកន្លងមកមានធ្លាប់ជួបរឿងកំសត់អីខ្លះសម្រាប់ជីវិតខ្លួនឯងឆ្លងកាត់ការតស៊ូមិនខ្លះអាចចែករំលែករឿងរ៉ាវទាំងអស់ហ្នឹងដល់ពួកបងទាំងអស់គ្នាបានចាបងកាលនោះប្អូនស្រីរបស់ខ្ញុំនៅទូចព្រោះខ្ញុំជាកូនទី2ដល់ពេលបងខ្ញុំគាត់បងខ្ញុំតែ2ទៅ3ឆ្នាំឯងពេលអញ្ចឹងគាត់ការប្រពន្ធតាំងពីនៅក្មេងដល់ពេលអញ្ចឹងគាត់ចាក់ចេញទៅតាមប្រពន្ធគាត់ពេលនោះហើយដែលខ្ញុំនៅជាមួយប៉ាម៉ាក់របស់ខ្ញុំគាត់និយាយថាអត់មានអ្នកណាព្រោះប្អូនស្រីខ្ញុំគ្រាន់តែខ្ញុំនិងប្អូនស្រីខ្ញុំម្លងដល់7 8ឆ្នាំមិនមានប្អូនស្រីខ្ញុំមួយទៀតដល់ពេលអញ្ចឹងគ្នានៅក្មេងខ្លាំងមែនតែនពេលនោះហើយដែលឪពុកម្ដាយរបស់ខ្ញុំម៉ាក់ខ្ញុំគាត់វះកកាលហ្នឹងខ្ញុំមិនដឹងថាគាត់ពកកឬក៏មិនទេតែកាលហ្នឹងសំណាងដែរបងព្រោះដោយសារអីពេទ្យពួកអាមេរិកគាត់ចុះមកវះហ៎បាទទៅពេលអញ្ចឹងទៅប្អូនខ្ញុំឈាមសស៊ីឈាមក្រហមបែកគ្រាប់ឈាមចេញតាមរោមមកហើយពេលអញ្ចឹងសម្រាប់ចិត្តតែខ្ញុំឈប់រៀនទៀតខ្ញុំរៀនចូលថ្នាក់ទី9តែខ្ញុំអត់បានប្រឡងហើយបន្ទាប់មកខ្ញុំឈប់រៀនអញ្ចឹងខ្ញុំចាប់ផ្ដើមពីអ្នកប៉ាគិតថាទៅទិញយកអីវ៉ាន់យកអីគេឬក៏គេលក់គេអីអញ្ចឹងយកដឹកឲ្យគេបងមិនថាស្មាណាក៏ដោយគឺពួកខ្ញុំពីអ្នកប៉ាខ្ញុំប្អូនស្រីខ្ញុំដែលខ្ញុំនិយាយថាបែកគ្រាប់ឈាមដែលខ្ញុំនិយាយថាឈាមសស៊ីឈាមក្រហមដែលឱកាសរស់មិនមានណាដែលជាងភ្លេងខ្មែររាល់ថ្ងៃនេះបងដល់ពេលអញ្ចឹងទៅខ្ញុំគិតថាខ្ញុំមិនអាចជួយប្អូនខ្ញុំបានទេសំណាងមែនតើដែលអាចជួយបានខ្ញុំសប្បាយចិត្តពេលប្អូនខ្ញុំនៅរស់ហើយអាចច្រៀងឲ្យខ្ញុំស្ដាប់បានទៀតអរគុណសូមជូនពរឲ្យអូនស្រីជាទីស្រឡាញ់របស់អូនក៏ដូចជាក្រុមគ្រួសារបាននៅក្បែរគ្នាជាមួយគ្នានិងយល់ពីសុខទុក្ខគ្នាហើយស្រឡាញ់គ្នារហូតចាបងអរគុណច្រើនកត្តាអ្វីខ្លះទៅលើផ្នែកសិល្បៈដែលប្អូនគិតឲ្យមានជំនឿចិត្តថាសិល្បៈអាចជួយឲ្យយើងរុងរឿងខ្ញុំគិតថាសិល្បៈគឺជាជំនាញរបស់ខ្ញុំព្រោះខ្ញុំស្រឡាញ់ចិត្តរបស់ខ្ញុំពេលអញ្ចឹងខ្ញុំចាប់ផ្នែកអីក៏អត់សូវបានទេបងខ្ញុំដឹងខ្លួនខ្ញុំអញ្ចឹងណាដល់ពេលអញ្ចឹងផ្នែកសិល្បៈមួយគឺគ្រាន់តែខ្ញុំស្ដាប់គឺខ្ញុំអាចចាប់បានសម្បីតែភ្លេងខ្ញុំមិនដែលសមជាមួយគាត់ទេខ្ញុំមិនដែលស្គាល់ព្យ៉ាណូមកទេដល់ពេលខ្ញុំយកព្យ៉ាណូគាត់នឹងយកទៅស្ដាប់ខ្ញុំមានអារម្មណ៍ថាអាចយល់ដល់ពេលអញ្ចឹងខ្ញុំគិតថាអញ្ចឹងខ្ញុំត្រូវតែដកខាត់ខ្លួនឯងដើម្បីឲ្យខ្លួនខ្ញុំទៅរកភាពជោគជ័យហើយខ្ញុំជឿថាជីវិតជាសិល្បៈក៏អាចរុងរឿងដូចគេដែរបងព្រោះដោយសារអីមនុស្សម្នាក់គឺមានអារម្មណ៍កតិរៀងខ្លួនមែនទេបងព្រោះសំខាន់គឺភាពបដិញ្ញាខ្លួនឯងថាអាចយកបានឬក៏មិនបានដល់ពេលអញ្ចឹងខ្ញុំផ្ដោតក្តីសង្ឃឹមឲ្យខ្លួនឯងជានិច្ចបងឃើញថារ៉ានីរឹងមាំហើយក្លាហានសម្រាប់ការតស៊ូនៅក្នុងឆាកជីវិតសង្ឃឹមថាការបញ្ចេញសលេងរបស់រ៉ានី
នឹងក្លាហានដោយការនិយាយដែរណា ចាបង បញ្ចេញអស់នៅសមត្ថភាពរបស់ខ្លួនឯងបទូអារម្មណ៍របស់ខ្លួនមកវិញ បានហើយនៅ បានទេនៅ អូខេបងអត់អី ចាប់ផ្ដើម ចាប់ផ្ដើម នៅក្នុងលោកានរណាដូចបងជួបស្នេហ៍សំតាមបំណងបងនៅមិនពេញចិន្តានៅចង់បានអ្វីសូមពិសេសវាចាចាំទេបងធ្លាប់សន្យាមិនប្រាថ្នាអ្វីក្រៅពីអូម្ចាំងជីវាដារានៃខ្ញុំដឹងទេអូនកំពុងយំព្រោះមិនយល់ចិត្តតូចតន់បើអូនមានខសូមដាក់តងចងសួនតែសូមចិត្តដំណូនកុំដាក់តងនឹងពាក្យថាលីកាលពីមុនបងចាថ្នាក់ថ្នមពេលអូនយំបងជួយជូតទឹកនេត្រាថ្ងៃនេះបងបងខឹងបងលែងមេត្តាទឹកភ្នែកស្រែកសួរខ្ញុំថាបានអ្នកណាជួយជូតអើស្រីស្នេហ៍ប្រុសងក់ងស្នេហ៍ប្រុសនេះអូនខ្លាញ់បងណាស់ពុំមានបងទេមិនយល់ចិត្តស្រីស្នេហ៍បងប៉ុនពេកគ្មានរបងណាអូនខ្សែជួយជូតទឹកភ្នែកឲ្យស្រីឲ្យដូចថ្ងៃស្នេហ៍អូនដំបង រនីសំឡេងប្អូនបងស្ដាប់មើលដូចប្រើសំឡេងខ្មោចច្រើនភាពទន់ភ្លន់លងលោចអត់ទាន់មានហើយចង្វាក់ទៀតរនីធ្វើអត់បានត្រូវសោះតាំងពីដើមរហូតដល់ចប់តែសំឡេងរនីស្ដាប់មកចំណុចខ្លះទៅមានទឹកដមព្រោះអញ្ចឹងរនីកែប្រមាណចំណុចនឹងវិញនឹងទទួលលទ្ធផលអរគុណរនីអរគុណ ចាអរគុណ សំឡេងរ៉ានីគឺស្រួយដោយសារតែយើងមានកន្លែងខ្លះយើងច្រៀងហើយយើងព្យាយាមចូលទៅតែសំឡេងខ្មោចដូចបងសវត្តបានលើកឡើងមិញអញ្ចឹងហើយនៅញ័រដោយសារយើងប្រើសំឡេងបែបហ្នឹងច្រើនទៅវាដូចថានៅញ័រប្រើប្រាស់មិនទាន់បានល្អអត់ទាន់មានលំនឹងអញ្ចឹងនៅពេលដែលយើងចង់ប្រើសំឡេងបែបអញ្ចឹងទោះបីជាយើងចង់ឲ្យសទន់បន្តិចប៉ុន្តែធ្វើមិនឲ្យមានលំនឹងអរគុណច្រើន ចាអរគុណ ចា អរគុណរនីសំឡេងរបស់ប្អូននៅស្រាលហើយនៅខ្វះតិចនិចច្រើននៅក្នុងការបកស្រាយបទចម្រៀងមួយបទនេះពួកបទនេះយើងទាមទារឲ្យមានបន្តិចទៅដើម្បីឲ្យកាន់តែព្រោះប៉ុន្តែចំណុចដែលអត់ទ្រាំសរសើរប្អូនមិនបានគឺប្អូនមានភាពផ្អែមនៅក្នុងការប្រើប្រាស់សំឡេងស្ដាប់មកគឺផ្អែមអញ្ចឹងទៅគឺជួយយោងសំឡេងរបស់យើងឲ្យពីរោះមួយបែបអរគុណអូន ចាអរគុណបង អរគុណរនីបាទសម្រាប់បងផ្ទាល់យល់ឃើញថារនីស្មើដែរក៏ប៉ុន្តែស្មើរហូតបងអូនអត់មានចោះមកដល់តង់ខាងក្រោមមកគេសោះតែយើងមានដើមទុនមួយពីធម្មជាតិមកគឺយើងមានសម្លេងមួយនេះហើយអញ្ចឹងសង្ឃឹមថាអូននឹងប្រើវាឲ្យចំគោលដៅរបស់បងអូនអរគុណអូន ចាអរគុណ ឥឡូវនេះដល់ពេលដែលពួកយើងសម្រេចចិត្តរាជ សម្រាប់ខ្ញុំអូននៅខ្វះខាត no ក្នុងថ្ងៃនេះ
សម្លេងប្អូនអត់តបានល្អ No ព្យាយាមទៀតអូនណាកុំអស់សង្ឃឹម No បើទោះជាពួកគាត់ទាំង3មានចំណុចដែលគិតថាប្អូនមិនទាន់មានគ្រប់គ្រាន់សម្រាប់ពួកគាត់ប៉ុន្តែសម្រាប់បងភាពផ្អែមល្ហែមនៃការប្រើប្រាស់សម្លេងរបស់ប្អូនដែលបង្កប់នូវភាពផ្អែមល្ហែមគឺជាចំណុចមួយដែលបងចូលចិត្តសម្រាប់បងគឺ yes ចាបង ហើយខំបន្តទៀត ចាអរគុណបង ជូនពរអូន អរគុណបងអរគុណ ជីវិតណាបាទបាទអរគុណ តាមពិតជីវិតរបស់នាងកំសត់ប៉ុន្តែភាពកំសត់នេះមិនអាចជួយឲ្យនាងសម្រេចក្តីសុបិនរបស់នាងបានឡើយគឺមានតែសម្លេងនិងការប្រឹងប្រែងច្រៀងឲ្យបានល្អតែប៉ុណ្ណោះ Yes ពេលនេះមានអារម្មណ៍ថាសោកស្ដាយនៅអ្វីដែលខ្លួនឯងយកអត់បាន